គម្រោងអាជីវកម្មដាំដំណាំម្ទេសហាវ៉ៃក្នុងផ្ទះសំណាញ់ម្ទេសហាវ៉ៃមានអត្ថប្រយោជន៍ជាច្រើននៅក្នុងរបបអាហារប្រចាំថ្ងៃដូចជាយកទៅបរិភោគជាបន្លែស្រស់ចម្អិនជាមួយសាច់ឆាឬស្លបានច្រើនមុខនិងអាចកិនឬគៀបយកទឹកធ្វើជាភេសជ្ជៈផងដែរម្ទេសហាវ៉ៃមានពូជជាច្រើនដូចជាពូជពណ៌លឿងពណ៌ក្រហមពណ៌ទឹកក្រូចនិងពណ៌ស្វាយជាដើមនៅពេលទុំជាទូទៅសម្រាប់ទីផ្សារក្នុងស្រុកភាគច្រើនសង្កេតឃើញលក់ម្ទេសហាវ៉ៃពណ៌បៃតងជាម្ទេសមិនទាន់ទុំល្អដែលជាតម្រូវការរបស់ទីផ្សារក្នុងស្រុកនិងការនិយមរបស់អ្នកបរិភោគការអនុវត្តការដាំដុះទី1ការរៀបចំដីត្រូវភ្ជួរដីឲ្យម៉ត់ល្អពី2ទៅ3សារួចហាលដីទុករយៈពេលពី10ទៅ15ថ្ងៃឆូតពូនជារងដែលមានទទឹងរងខ្នងលើ 0.8 ម៉ែត្រនិងបាតរង1ម៉ែត្រដោយទុកចន្លោះពីពាក់កណ្ដាលរង1ទៅពាក់កណ្ដាលរង1ប្រវែង1ម៉ែត្រកន្លះការដាំ2ជួរគួរកប់3ដាំជាមុំចង្ក្រានដើម្បីងាយគ្រប់គ្រងកត្តាចង្រៃងាយគ្រប់គ្រងជីវជាតិនិងទទួលពន្លឺបានល្អប្រសើរជាងដាំទន្ទឹមគ្នាប្រើប្រាស់ជីធម្មជាតិត្របាតក្នុងបរិមាណ500ទៅ1500គីឡូក្រាមក្នុងផ្ទៃដី1000ម៉ែត្រការ៉េតាមលទ្ធភាពនិងគុណភាពដីទី2ល្បាយដីបណ្ដុះកូនល្បាយដីបណ្ដុះកូនម្ទេសរួមមានដីដំបូកឬដីទន្លេ1/3លាយជាមួយធ្យូងអង្កាម1/3និងកំប៉ុក1/3ច្របល់ចូលគ្នាបន្ទាប់មកលីងឬចំហុយសម្រាប់មេរោគស្មៅចង្រៃផ្អាប់ទុកដីបណ្ដុះកូនជាមួយត្រីកូដឺម៉ា1គីឡូក្រាមសម្រាប់ល្បាយដី1តោនដើម្បីកម្ចាត់ជំងឺផ្សិតចង្រៃទី3ការរៀបចំប្រព័ន្ធទឹកប្រើប្រាស់ប្រព័ន្ធដំណក់ទឹកទ្រីបគឺសមស្របសម្រាប់ដំណាំម្ទេសហាវ៉ៃទី4ការជ្រើសរើសពូជម្ទេសហាវ៉ៃមួយចំនួនដែលមានវត្តមាននៅកម្ពុជាមានដូចជា PSW 2059 2118 2060 2064និងពូជមេគង្គទី5លក្ខខណ្ឌអាកាសធាតុនិងពន្លឺដំណាំម្ទេសហាវ៉ៃដាំបានគ្រប់រដូវកាលអាចលូតលាស់បានល្អនៅសីតុណ្ហភាពចន្លោះពី20ទៅ25អង្សាសេក្នុងអត្រាសំណើមបរិយាកាសមធ្យមធ្វើឲ្យម្ទេសលូតលាស់បានល្អនិងទទួលទិន្នផលខ្ពស់ទី6វិធីដាំដុះត្រូវយកកូនម្ទេសដែលបណ្ដុះបានអាយុពី18ទៅ25ថ្ងៃពីថែបណ្ដុះមកដាំលើរងដែលបានលើករួចរាល់ដោយដាំក្នុងចន្លោះគុម្ព60សង់ទីម៉ែត្រនិងចន្លោះជួរលើរងតែមួយ60សង់ទីម៉ែត្រទី7ការថែទាំត្រូវស្រោចទឹក2ដងក្នុងមួយថ្ងៃគឺនៅពេលព្រឹកម្ដងនិងពេលរសៀលម្ដងបន្ទាប់ពីដាំបានរយៈពេល3ថ្ងៃឡើងទៅត្រូវមានការវិភាគប្រើប្រាស់ថ្នាំជីវសាស្ត្រនិងថ្នាំពុលកសិកម្មបង្កជំងឺនិងសត្វល្អិតសម្រាប់ការពារកត្តាចង្រៃផ្សេងៗជាមុនទី8ការដាក់ជីក្រោយការដាំដុះរួចរាល់ត្រូវមានកម្មវិធីប្រើប្រាស់ជីសម្រាប់ដំណាំម្ទេសហាវ៉ៃកសិករអាចប្រើប្រាស់ប្រភេទជីទឹកនៅដំណាក់កាលលូតលាស់ដោយបញ្ចូលតាមប្រព័ន្ធដំណក់ទឹកនិងការបាញ់បន្ថែមទៅលើស្លឹកសារធាតុចម្បង3 N P និងKដែលជាតម្រូវការចាំបាច់សម្រាប់ការដាំដុះលូតលាស់ភាពធន់និងផ្កាផ្លែរបស់ម្ទេសក្រៅពីនេះសារធាតុ TE ពិតជារួមចំណែកយ៉ាងសំខាន់ដល់គុណភាពផលិតផលទិន្នផលនិងរូបរាងបំពេញតម្រូវការទីផ្សារទី9កត្តាចង្រៃជាទូទៅកសិករតែងជួបប្រទះជាញឹកញាប់នៅកត្តាចង្រៃដែលបំផ្លាញដំណាំម្ទេសហាវ៉ៃមានដូចជារុយសចៃអេហ្វីតពីងពាងក្រហមទ្រីបដង្កូវនេម៉ាតូតជំងឺសត្វនិងវីរុសជាដើមទី10អាយុកាលដាំដុះនិងប្រមូលផលជាធម្មតាម្ទេសហាវ៉ៃគេបេះយកផ្លែដែលចាស់សមស្របទៅនឹងទីផ្សារ
ព្រោះម្ទេសប្រភេទនេះភាគច្រើនប្រើប្រាស់ជាបន្លែលក្ខណៈផ្លែដែលអាចបេះបានគឺពណ៌បៃតងក្រមៅរលោងរឹងសម្រាប់ទីផ្សារម្ទេសពណ៌បៃតងវិធីសាស្ត្រប្រមូលផលគេប្រើកន្ត្រៃឬកាំបិតមុតកាត់ផ្ដាច់ទងហើយយកផ្លែទៅរក្សាទុកក្រោមម្លប់ដើម្បីរក្សាពណ៌សម្បកនៃផ្លែបន្ទាប់មកដាក់បញ្ចូលទៅក្នុងឡាំងឬកេសដែលធ្វើពីជ័រឬក្រដាសស្ងួតបញ្ជូនទៅរក្សាទុកនៅឃ្លាំងត្រជាក់ដើម្បីរក្សាគុណភាពនិងពន្យាភាពទុំរបស់ផ្លែម្ទេសហាវ៉ៃអាយុកាលនិងទិន្នផលគឺអាស្រ័យទៅលើប្រភេទពូជនិងលក្ខខណ្ឌដាំដុះនិងថែទាំម្ទេសហាវ៉ៃអាចប្រមូលផលនៅអាយុពី65ទៅ70ថ្ងៃក្រោយពេលដាំកូនម្ទេសនិងអាចប្រមូលផលបានពី45ទៅ60ថ្ងៃឥឡូវនេះយើងសិក្សាទៅលើការវិភាគសេដ្ឋកិច្ចលើការដាំដុះម្ទេសហាវ៉ៃសម្រាប់ផ្ទៃដីដាំដុះដែលមានទំហំ10 អាតាមបទពិសោធន៍ការដាំដុះរបស់កសិករនៅខេត្តពោធិ៍សាត់ក្នុងផ្ទៃដី10 អានេះទទួលបានទិន្នផលសរុប 2,300 គីឡូក្រាមហើយតម្លៃជាមធ្យមទទួលបាន 7,000 រៀលនៅក្នុង1គីឡូក្រាមក្នុងទិន្នផលដែលយើងទទួលបានចំនួន 2,300 គីឡូក្រាមនេះយើងទទួលបានចំណូលពីការលក់សរុបចំនួន 16 លាន 10,000 រៀលចំពោះចំណាយវិញយើងបែងចែកជា2គឺចំណាយប្រែប្រួលនិងចំណាយមិនប្រែប្រួលចំពោះចំណាយប្រែប្រួលគឺយើងគិតទៅលើពូជជីកំប៉ុស្តជីលមួតសត្វជីដេអាប៉េជីកាលីថ្នាំសម្លាប់សត្វល្អិតជំងឺថ្លៃកម្លាំងកម្មករថែទាំនិងថ្លៃអគ្គិសនីដែលចំណាយអស់សរុប 5 លាន 99,000 រៀលចំពោះចំណាយមិនប្រែប្រួលយើងគិតទៅលើផ្ទះសំណាញ់ម៉ាស៊ីនវាយដីប្រព័ន្ធទឹកម៉ូទ័របូមទឹកធុងបាញ់ថ្នាំនិងអាងស្តុកទឹកជាដើមដែលចំណាយអស់ 4 លាន 35,000 រៀលដូច្នេះយើងទទួលបានប្រាក់ចំណេញសរុបដោយយកចំណូលពីការលក់សរុបដកចេញនៅចំណាយសរុបយើងទទួលបានប្រាក់ចំណេញក្នុងការដាំមួយវគ្គសរុបចំនួន 10 លាន 11,000 រៀលតាមរយៈការចុះសិក្សាផ្ទាល់ពីកសិករដាំដុះម្ទេសហាវ៉ៃនៅសង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់មានហានិភ័យមួយចំនួនអាចកើតឡើងជាយថាហេតុលើដំណើរការដាំដុះដូចជាហានិភ័យផលិតកម្មគឺបណ្ដាលមកពីទិន្នផលធ្លាក់ចុះដោយវាបង្កមកពីជំងឺផ្សិតម៉ាណេតូតផ្លែម្ទេសហាវ៉ៃមិនសូវធំជាការសន្និដ្ឋានរួមមកដំណាំម្ទេសហាវ៉ៃគឺជាដំណាំងាយស្រួលថែទាំមានអាយុកាលខ្លីមិនសូវខ្វះទីផ្សារនោះទេព្រោះមានឈ្មួញមកទទួលទិញដល់ចំការដើម្បីលក់ចែកចាយទៅទីផ្សារក្នុងស្រុកនិងនៅផ្សារទំនើបក្នុងទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្តនានាដោយលក់ក្នុងតម្លៃបោះដុំចន្លោះពី 6,000 ទៅ 8,000 រៀលនៅក្នុង1គីឡូក្រាមជាតម្លៃដែលកសិករមានលទ្ធភាពចំណេញ